ជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរគឺថាខទំពាំងជាមួយនឹងជើងជ្រូកហើយក៏លាយជាមួយនឹងពងទាផងដែរបាទជាដំបូងខ្ញុំធ្វើការចាប់ផ្ដើមកូរស្ករឲ្យបានជើងក្រងល្អបាទស្ករនេះមិនសូវបានសុទ្ធទេបងប្អូនបាទទិញមកពីផ្សារអញ្ចឹងហើយក្រោយមកទៀតក៏ចាប់ផ្ដើមធ្វើការដាក់មើមខ្ទឹមតែច្បាស់ចិញ្ច្រាំរួចក្រោយមកយើងដាក់ទឹកត្រីហើយយើងបន្ថយភ្លើងបន្តិចជិះវាការខ្លោចហើយបន្តមកទៀតយើងកូរឲ្យវាឈ្ងុយល្អឡើងក្រហមទៅជើងក្រងបងប្អូនបាទហើយម្ហូបនេះខ្ញុំចូលចិត្តធ្វើបាទចូលចិត្តធ្វើញ៉ាំហើយខ្ញុំចូលចិត្តខបាទក្រោយពីក្រហមល្អហើយយើងចាប់ដើមដាក់ជើងជ្រូកហើយជើងជ្រូកយើងបានស្រោះទឹកមួយជា10នាទីរួចហើយយើងស្រោះឲ្យវាចេញជាតិឆ្អាបអីចោលអស់ទៅហើយក៏ចាប់ដើមកូរឲ្យចូលគ្រឿងចូលជាតិដល់បានល្អបាទហើយក្រោយមកហើយក៏យើងចាប់ដើមដាក់ផ្កាចានតែផ្កាចានយើងចង់ដាក់មុនក៏បានហើយយើងកូរយើងរំលីងវាឲ្យឈ្ងុយក៏បានដែរបាទហើយក្រោយមកទៀតដាក់ក៏ប្រេងខ្យងដាក់ស្ករសដាក់ម្រេចដាក់ប៊ីចេងបាទមានតែប៉ុណ្្នឹងឯងគ្រឿងដែលខ្ញុំខជារៀងរាល់ពេលដែលខគឺដាក់តែប៉ុណ្្នឹងអត់មានរូបមន្តអីច្រើនប្លែកអីទេបាទមានម្សៅស៊ុបដាក់រ៉ូឌីបន្តិចក៏បានដែរបាទក៏ចាប់ដើមកូរវឹកឲ្យបានចូលជាតិជាមួយនឹងជើងជ្រូករបស់យើងបានល្អបាទហើយបន្តមកចាប់ដើមដាក់ទឹកល្មមសិនមករងាស់ឲ្យវាបានពុះល្អហើយក៏ដាក់ពងទាចូលបាទពងទាយើងបានស្ងោររួចបេះបកសបករួចហើយបើបងប្អូនអត់ចូលចិត្តផ្កាចាន់ក៏មិនបាច់ដាក់បាទខបាទមួយសន្ទុះក្រោយមកបានប្រហែលជា5នាទីបានពុះល្អបាទហើយឃើញថាក្រហមឡើងល្អខរបស់យើងបាទមែនតើម្ហូបមួយមុខនេះស្រួលធ្វើបងប្អូនបាទតាមផ្ទះតាមភូមិតាមក្រុមគ្រួសារចូលចិត្តតែធ្វើខមិនសូវចោលទេបាទក្រោយមកទៀតខ្ញុំដាក់ទំពាំងបាទទំពាំងនេះខ្ញុំបានចិត្តឲ្យស្ងោរបានហើយជា15នាទីអញ្ចឹងវាឆ្អិនល្អហើយបាទកាសជៀសវាងការហាងបាទក្រោយពីបានដាក់ទំពាំងហើយក៏ចាប់ដើមដល់ចាប់ដើមឈ្ងុយឆ្អិនណាបងប្អូនបាទហើយខនេះបើសិនតែយើងខពីផឹកយើងទុកដល់ល្ងាចណាអូចូលជាតិមែនតើបាទបើយើងខភ្លាមអត់សូវចូលជាតិទេបាទអត់សូវចូលជាតិឆ្ងាញ់ទេបាទហើយរូបមន្តមានតែប៉ុណ្្នឹងហើយបងប្អូនបាទលក្ខណៈគ្រួសារខ្ញុំដែលខ្ញុំខងាយអត់មានច្រើនទេបាទខទំពាំងជើងជ្រូកជាមួយនឹងពងទាបាទឡើងឆ្ងាញ់ឡើងឈ្ងុយតែម្ដងបងប្អូនបាទក៏ចាប់ផ្ដើមធ្វើការដួសដាក់ចានហើយបងប្អូនបាទហើយខ្ញុំថតកាត់ទេមកបើយើងសាច់ឲ្យយើងខទៅប្រហែលជា40នាទីហ្នឹងបាទហើយសាច់ជើងជ្រូករបស់យើងក៏យើងមិនខឲ្យវាផុយរលួយពេកដែរនៅច្របខ្ញុំចូលចិត្តអញ្ចឹងបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបើសិនជាមានចំណុចខ្វះខាតនៅការរាយរាប់អធិប្បាយកន្លែងណាមួយក៏សូមអភ័យទោសផងបាទទើបតែចាប់ផ្ដើមក្នុងការរៀនអត្ថាធិប្បាយបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាមានការខុសឆ្គងត្រង់ចំណុចណាមួយសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសដល់ខ្ញុំផងហើយជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីផងដែរបាទសូមអរគុណ